ចៅឆ្លៀនពៀនកំពុងធ្វើសង្គ្រាម3ជាមួយកម្ពុជាគឺសង្គ្រាមយោធាសង្គ្រាមចិត្តសាស្ត្រនិងសង្គ្រាមការទូតដើម្បីឲ្យកម្ពុជាចូលអន្ទាក់របស់ខ្លួនសូមប្រជាពលរដ្ឋខ្មែរត្រូវដឹងថាចៅឆ្លៀនពៀនកំពុងធ្វើសង្គ្រាម3ជាមួយកម្ពុជាគឺសង្គ្រាមយោធាសង្គ្រាមចិត្តសាស្ត្រនិងសង្គ្រាមការទូតដើម្បីឲ្យកម្ពុជាចូលសងជាប់អន្ទាក់ធ្លាក់ចូលក្នុងល្បិចកលរបស់ខ្លួនប៉ុន្តែកម្ពុជាក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្ដេចតេជោហ៊ុនសែននាយឧត្តមសេនីយ៍ផ្កាយមាស5ផុតលេខដែលជាស្ដេចយុទ្ធសាស្ត្រសង្គ្រាមនិងសម្ដេចធិបតីហ៊ុនម៉ាណែតដែលជាបណ្ឌិតយោធារៀនពីសាលា West Point សហរដ្ឋអាមេរិកមើលឃើញល្បិចរបស់ចៅឆ្លៀនពៀនលើគោកដូចនេះសូមពលរដ្ឋខ្មែរកុំស្លន់ស្លោសូមជឿជាក់លើរាជរដ្ឋាភិបាលកម្ពុជាជាការពិតណាស់ការភូតកុហករបស់ចៅឆ្លៀនពៀនលាក់លែងចិត្តហើយបោកពិភពលោកនិងប្រជាជនថៃខ្លួនឯងលែងបានទៀតហើយក្រោយពីត្រូវបានលាតត្រដាងជាការពិតដោយប្រធានាធិបតីអាមេរិកលោកដូណាល់ត្រាំនៅចំពោះមុខក្រុមអ្នកសារព័ត៌មានអន្តរជាតិឆ្លើយសំណួររបស់អ្នកសារព័ត៌មានតាក់ទិនសង្គ្រាមកម្ពុជាថៃនៅសេតវិមានកាលពីថ្ងៃទី22ខែធ្នូឆ្នាំ2025ម៉ោងនៅសហរដ្ឋអាមេរិកប្រធានាធិបតីដូណាល់ត្រាំបានថ្លែងថា So the talks in Ukraine, Russia are going along. They lost, as you know, 27,000 soldiers last month, mostly soldiers, some people in Kiev, etc., but mostly soldiers. And the talks are going along. And I say that, there's tremendous hatred between these two leaders, between President Putin, President Zelensky, tremendous hatred. And I hope we can get it done. We are talking. Talks are going okay. But, I've solved 8 wars. And Thailand is starting to shape up. They started with Cambodia. They started up again. But I think, Marco, we have that in pretty good shape to have that stopped. So we stopped 8 wars. And I thought this would be in the middle of the pack. But maybe easy, but in the middle of the pack. But there's a lot of hatred between those two people. And when there's hatred, there's, But we stopped one war 38 years, one war 35 years. One war was going on for 32 years. And we stopped... Think of it, we stopped a potential nuclear war between Pakistan and India. ប្រទេសថៃជាអ្នកចាប់ផ្ដើមសង្គ្រាមមុនជាថ្មីម្ដងទៀតមកលើប្រទេសកម្ពុជាលោកបានប្រាប់ទៅកាន់រដ្ឋមន្ត្រីការបរទេសលោក Marco Rubio ហើយធ្វើយ៉ាងណាត្រូវបញ្ចប់សង្គ្រាមមួយនេះឲ្យបានលោក Donald Trump អាងថាលោកបានបញ្ចប់សង្គ្រាមចំនួន8រួចមកហើយនៅឆ្នាំ2025នេះហើយថាសង្គ្រាមកម្ពុជាថៃគឺជាសង្គ្រាមនៅកណ្ដាលគេលោក Donald Trump បានលើកឡើងទៀតថាពេលនេះរវាងប្រជាជននៃប្រទេសទាំងពីរគឺកម្ពុជាថៃមានការស្អប់គ្នាយ៉ាងខ្លាំងទាក់ទិនសង្គ្រាមយោធាសង្គ្រាមចិត្តសាស្ត្រនិងសង្គ្រាមការទូតដែលជាល្បិចស្មោកគ្រោះរបស់ចៅឆ្លៀនពៀនគណនី Facebook ដែលមានឈ្មោះថាហុកនេវកាលពីថ្ងៃទី21ធ្នូឆ្នាំ2025បានសរសេរបកស្រាយយ៉ាងក្បោះក្បាយស្រាយចម្ងល់របស់មហាជនជំវិញសង្គ្រាមថៃឆ្លៀនពៀនកម្ពុជាគួរពិចារណាដែលមានខ្លឹមសារដូចខាងក្រោមសង្គ្រាមយោធាសង្គ្រាមចិត្តសាស្ត្រនិងសង្គ្រាមការទូតតើជាអ្វីថៃដូចជាត្រីឆ្អិនដាក់នៅលើតុចាំតែឆីប៉ុន្តែអ្នកឆីពិបាកនិយាយស្ដាប់គ្នាតើហេតុអ្វីទៅមែនតែនទៅនៅក្នុងសង្គ្រាមថៃឆ្លៀនពៀនខ្មែរកំពុងតែបានដើរចូលសេណារីយ៉ូរបស់ថ្នាក់ដឹកនាំជាតិទាំងអស់ប៉ុន្តែចន្លោះខ្លះបានកើតឡើងដោយសារប្រជាពលរដ្ឋគឺពួកគាត់អត់យល់អំពីសង្គ្រាមឥឡូវពួកយើងចូលរួមគិតទាំងអស់គ្នាតើនេះជាពេលវេលាអ្វីរឿងគួរគិតអ្វីយើងគួរធ្វើអ្វីបើខ្ញុំនិយាយឲ្យខ្លីថាការជឿទុកចិត្តលើរាជរដ្ឋាភិបាលយើងគឺជារឿងដ៏ល្អបំផុតរបស់បងប្អូនក៏ប្រហែលជាគិតថាចង់គិតចង់ដឹងខ្លះដែរបើកាលណានិយាយអំពីសង្គ្រាមថៃឆ្លៀនពៀនខ្មែរគឺត្រូវតែសង្កត់ធ្ងន់លើរឿង3យ៉ាងគឺចុងបញ្ចប់ទប់ស្កាត់និងការពារចុងបញ្ចប់នៃសង្គ្រាមគឺសៀមត្រូវតែអនុវត្តផែនទីបារាំងសៀម1909-1907ផ្នែកលើ MOU 2000បន្តនីតិវិធី GBC និង JBC ដើម្បីដើរតួនាទីក្នុងផែនទីការបោះបង្គោលព្រំដែនបន្តដូច្នេះមានន័យថាក្នុងសង្គ្រាមលើកទី1និងសង្គ្រាមលើកទី2នេះទោះបីជាសៀមគ្រប់គ្រងកន្លែងណាក៏ដោយត្រូវតែប្រគល់ឲ្យខ្មែរវិញទាំងអស់និងសងផលខូចខាតទាំងអស់ដែលបានបង្កឲ្យខូចខាតរបួសនិងស្លាប់ដោយសារទង្វើសៀមឆ្លៀនពៀនសៀមក៏មានគំនិតថាធ្វើយ៉ាងណាក៏ដោយឲ្យខ្មែរទទួលស្គាល់ថាខ្មែរជាអ្នកឆ្លៀនពៀនតាំងពីក្នុងសង្គ្រាមលើកទី1និងលើកទី2ដើម្បីគេចឲ្យផុតលើការទទួលខុសត្រូវបានឥឡូវគឺសៀមក៏និយាយថា
បើខ្មែរចង់បញ្ចប់សង្គ្រាមសៀមឲ្យខាងខ្មែរយើងឈប់បាញ់មុនដូច្នេះបានបញ្ជាក់ថាសៀមជាមនុស្សល្អឯខ្មែរជាអ្នកឈ្លានពានមានន័យថាកំហុសទាំងអស់នៅក្នុងសង្គ្រាមគឺសៀមអ្នកត្រឹមត្រូវតើយល់នៅចំណុចនឹងដែរឬទេបើសិនយោងតាមអ្នកនាំពាក្យក្រសួងការបរទេសអាមេរិកបាននិយាយថាសង្គ្រាមខ្មែរសៀមអាចបញ្ចប់ត្រឹមថ្ងៃទី22ឬថ្ងៃទី23មានន័យថាថ្ងៃច័ន្ទឬថ្ងៃអង្គារព្រោះគេបានមើលឃើញកម្លាំងរបស់កម្ពុជាគឺមានប្រៀបជាងសៀមទាំងសង្គ្រាមលើគោកនិងសង្គ្រាមការទូតដូច្នេះសល់ពេលតែប្រមាណថ្ងៃទៀតពួកសៀមត្រូវតែបុកធ្វើសង្គ្រាមចិត្តសាស្ត្រដែលក្នុងរូបភាពคล้ายៗនៃនយោបាយផ្សេងៗគ្នាដូចជាថាបានទីតាំងទីនេះទីនោះនឹងដុតប្រជាពលរដ្ឋខ្មែរឲ្យឆេះខឹងអស់ការអត់ធ្មត់ដើម្បីទៅជំរុញរដ្ឋាភិបាលឆ្លើយតបដើម្បីប្រើប្រាស់សិទ្ធិពិវុធបាញ់យន្តហោះចម្បាំងសៀមដូច្នេះបើសិនផែនការសៀមធ្វើបានជោគជ័យប្រកាសជាសៀមអាចមានលេសបន្តសង្គ្រាមឬពង្រីកសង្គ្រាមបន្តបើខ្មែរចង់បញ្ចប់ខ្មែរជាអ្នកសុំចរចានិងឈប់បាញ់មុនតើបងប្អូនយើងឃើញទេនេះសុទ្ធតែជាល្បិចសៀមទាំងអស់ឥឡូវបងប្អូនគិតដោយស្មោះត្រង់តើចង់សុំចរចាដើម្បីគេចពីការទទួលខុសត្រូវនៅសង្គ្រាមឈ្លានពានលើកទី1លើកទី2មែនដែរឬទេតើចង់ចូលល្បិចសៀមដែរឬទេឥឡូវនេះវាកំពុងព្យាយាមដើម្បីយកទីតាំងដោយប្រើកម្លាំងទ័ពពិសេសគឺវាយបុកទ័ពខ្មែរយើងយ៉ាងខ្លាំងដើម្បីឲ្យបានមុនការចរចាឬក៏ជំរុញឲ្យមានការឆ្លើយតបដើម្បីបន្តសង្គ្រាមនិងរកល្បិចចោតខ្មែរជាអ្នកឈ្លានពានយើងឃើញខូចខាតស្ពាននិងសាលារៀនប៉ុន្តែបើបន្តសង្គ្រាមខ្ញុំចង់សួរថាអាចស្មើនឹងតម្លៃជីវិតវីរៈកងទ័ពយើងម្នាក់ដែរឬទេយើងមិនត្រូវឲ្យវីរៈកងទ័ពរបស់ខ្មែរយើងពលីបន្តក្នុងសង្គ្រាមសៀមឈ្លានពានបន្តទៀតទេមិនមែនគេដទៃទេជាឪពុកជាបងប្រុសរបស់យើងខំតស៊ូនៅក្នុងសមរភូមិដើម្បីការពារពួកយើងហេតុអ្វីពួកយើងមិនទុកចិត្តទៅលើពួកគាត់ហេតុអ្វីក៏ពួកយើងជំរុញឲ្យពួកគាត់បន្តសង្គ្រាមយើងស្អប់សៀមតែយើងត្រូវការពារគឺរបៀបបិទទ្វារវិឆ្កែទើបជារឿងដែលត្រឹមត្រូវនិងស្របច្បាប់កុំយកការឈឺចាប់បំផ្លាញការគិតកុំយកជីវិតប្រឡូកនឹងសង្គ្រាមនេះគ្រាន់តែជាសង្គ្រាម15ថ្ងៃខូចខាតប៉ុណ្ណឹងបើបន្តទៀតអាចខូចខាតនិងស្លាប់បាត់បង់ជីវិតប៉ុន្មានទៀតរឿងបាញ់យន្តហោះចម្បាំង 100% គឺត្រូវតែធ្លាក់លើដីសៀមពួកសៀមមានលេសភ្លាមខ្ញុំក៏សូមលើកឧទាហរណ៍យន្តហោះចម្បាំង A16 គឺហោះរយៈចម្ងាយឆ្ងាយ80គីឡូប្រើប្រាស់ពេលតែ3នាទីទៅ5នាទីបើដូច្នេះប្រភេទគឺគ្រាប់រ៉ុកែត KS-1C អាចបាញ់ទម្លាក់បានប៉ុន្តែមិនអាចឲ្យធ្លាក់នៅលើដីខ្មែរទេដូច្នេះគឺធ្លាក់នៅលើដីសៀមចុះសៀមព្យាយាមហោះគិចរហូតដល់បាងកកសុកចិត្តចំណាយអាគារ1ឬ2ស្លាប់ជនស៊ីវិលនិងខូចខាតនានាប្រកាសជាជនជាតិសៀមស៊ូងើបទូទាំងប្រទេសគាំទ្រសង្គ្រាមឲ្យកំទេចខ្មែរវិញអន្តរជាតិក៏ដូចគ្នាប្រកាសជាថ្កោលទោសមកលើខ្មែរនិងគាំទ្រសង្គ្រាមសៀមឈ្លានពានខ្មែរបន្តនិយាយឲ្យងាយយល់បើបាញ់ធ្លាក់នៅលើដីយើងទើបយើងបាញ់ដូចជាបាញ់ដ្រូនកាលពីថ្ងៃមុនហោះមានលបឿនមធ្យមខ្មែរបាញ់ធ្លាក់ដូច្នេះសៀមគ្មានលេសអ្វីទាំងអស់ថែមទាំងខ្មែរមានវត្ថុតាំងច្បាស់លាស់ដើម្បីបង្ហាញទៅអន្តរជាតិថែមទៀតទម្រាំដល់ថ្ងៃចរចាឲ្យតែការកំទេចឬធ្លាក់នៅលើដីយើងត្រឹមត្រូវសៀមជាអ្នកទទួលខុសត្រូវនៅអ្វីៗក្រោយបញ្ចប់សង្គ្រាមទាំងស្រុងខ្ញុំតារាពី RTNews TV